mùi hai mùi rồi màទឹកដៃអនុthêm bằngដល់ពីបងប្អូនអើយនេះមកសមិទ្ធផលបងប្អូនចេញមកប្រាវ1ម៉ោងមិញបានប៉ុណ្្នឹងនេះទឹកដៃមេបឹងឆ្លាញ់សុតដល់កក្រោមនឹងអីមកលយដែរអូនរដូវកាលភ្ជួររស់រដូវកាលព្រុសស្រូវបានម្ដងទៀតហើយបងប្អូនហើយក៏ជារដូវកាលដែលកណ្ដោកំពុងតែពេញខ្លាញ់កំពុងតែពេញឆ្ងាញ់ដែរបងប្អូនដោយសារតែមានបងប្អូនជាច្រើនគាត់បានទៅរកណ្ដោមិនថារកត្រីទេនៅក្រោយស្រុកឯភ្នំពេលល្ងាចឡើងម៉ោង6 7អីចឹងទៅឬក៏ម៉ោង8មានបងប្អូនច្រើនណាស់ដែលគាត់ទៅរកអីចឹងទៅហើយមានបងប្អូនខ្លះក៏គាត់បានស្គាល់ខ្ញុំគាត់ស្រែកហៅខ្ញុំអីចឹងទៅហើយខ្ញុំក៏សប្បាយចិត្តដែរមានបងប្អូនដែលគាត់បានស្គាល់ខ្ញុំគាត់លើកដៃបាយហើយអ្នកធ្វើវីដេអូដូចខ្ញុំបើសិនជាបានចឹងគឺមានអារម្មណ៍ថារំភើបគឺសប្បាយចិត្តខ្លាំងមែនទែនហើយនិយាយទៅបងប្អូនហើយខ្ញុំមកវីដេអូថ្ងៃនេះគឺខ្ញុំមកបាញ់កដោទៀតហើយដោយសារតែមេបឹងគាត់តនេអញ្ចឹងទៅគាត់អត់បានទៅដាក់កេតទេអញ្ចឹងហើយគឺគាត់ចាប់ដើមចេញជាមួយខ្ញុំទៅជាមួយបងប្រុសអនុប្រធានមេបឹងហើយនឹងតួខណ្ឌអញ្ចឹងទៅបងប្អូនហើយនិយាយទៅការរោរបស់យើងនៅតាមបែបបទតាមធម្មជាតិឬក៏តាមជនបទការរោមហូបបែបសុកស្រែគឺជាចំណងចំណូលចិត្តរបស់អ្នកស្រែស្រាប់បងប្អូនដូចជាខ្ញុំជាដើមគឺខ្ញុំចូលចិត្តបែបហ្នឹងហើយនិយាយទៅមេបឹងគឺគាត់ទៅភ្លាមគឺអនុប្រធានមេបឹងគាត់រកបានពោះដែលព្រីមួយគឺមកសំណំដែរប្រហែលជាយើងអាចយកទៅឆាគ្រឿងឲ្យបានអញ្ចឹងណាបងប្អូនហើយនិយាយទៅការដើរបាញ់របស់យើងអត់មានទៅណាឆ្ងាយទេបងប្អូនដើរចេញទៅពីរោងមេបឹងប្រហែលជាតាម100 200ម៉ែត្រគឺយើងដល់កន្លែងបាញ់តែម្ដងហើយមានបងប្អូនជាច្រើនដែលគាត់ចង់ណាត់មកលេងឬក៏ចង់មកហូបកដោចង់មកហូប oyster បឹងចង់ហូបពោះអីចឹងទៅប៉ុន្តែបើសិនជាពោះបងប្អូនអត់មានទេបងប្អូនបើសិនជាកដោឬក៏ oysterគឺយើងមានដោយសារតែយើងត្រូវយប់ឡើងយើងចេញទៅរកបានទាំងអស់គ្នាទៀតហើយយើងអាចបោះតង់ក៏បានយើងនិយាយរឿងឬក៏សប្បាយចិត្តទៅតាមដែលបងប្អូនមកគឺចង់បែបណាក៏បានដែរហើយខ្ញុំក៏ចាំទទួលបងប្អូនដែរដូចជាបងប្អូនជាច្រើនបានណាត់មិនថាពេលទឹកឡើងមិនថាពេលដែលគាត់តំណេគឺគាត់នឹងមកលេងហើយខ្ញុំក៏ចាំទទួលដែរបងប្អូនហើយនិយាយទៅបងប្អូនមើលស្រាប់មនុស្សរត់និយាយពីថាកដោរត់ខ្ញុំរត់ដេញវាយរត់ដេញចាប់អីពេញតែនឹងឯងបងប្អូននិយាយទៅកដោបានបែបសុកស្រែជនបទគឺជាកដោដែលឆ្ងាញ់ហើយឥឡូវនេះកំពុងតែពេញខ្លាញ់បងប្អូនហើយគឺខ្ញុំដើរបាញ់ហើយដើរវាយហ្នឹងប្រហែលជាតែ1ម៉ោងតិចតួចទេហើយបានប្រហែលជាចូលកដោប្រហែលជា5 6 គីឡូប៉ុន្តែយើងបកប្រហែលជាបាន3 គីឡូជាងហើយតួខណ្ឌកំពុងតែរត់វាយខ្ញុំសើចចង្អល់បងប្អូនអើយនិយាយពីថាហើយអនុប្រធានមេបឹងវិញបងប្អូនឲ្យតែថាឃើញកដោសងំគឺមកគ្រាប់ជាពីមកគាត់គឺដឹងតែងាប់ហើយហើយនិយាយទៅមេបឹងមិនថាខ្ញុំមិនថាតួខណ្ឌទៅបងប្អូនចូលចិត្តណាស់បែបចឹងគឺថាឲ្យទៅណាទៅណីមិនទៅទេបើថាទៅវេទនាតាមដប់តាមព្រីទៅអញ្ចឹងនិយាយថាមានអារម្មណ៍មួយថាស្រស់ស្រាយហើយក៏សប្បាយចិត្តបងប្អូននិយាយទៅបើសិនជាយើងកើតមកជាកូនអ្នកស្រែមានតែជីវិតមានតែប៉ុណ្្នឹងឯងបងប្អូនហើយណាមួយពេលឥឡូវហ្នឹងក៏ខ្ញុំព្យាយាមខំប្រឹងធ្វើការងារមិនថាជាងឡានថាអីទេហើយមានបងប្អូនជាច្រើនដែលគាត់សួរខ្ញុំថាមិនអត់ដាក់ក្រាស់ចូលប៉ុន្តែខ្ញុំដាក់ចូលនៅពេលក្រោយទៀតបងប្អូនដោយសារតែខ្ញុំអត់ចង់ឲ្យបងប្អូនធុញឬក៏ពេលខ្ញុំដាក់ពីកន្លែងការងារទៅខ្ញុំផ្លាច់ធុញហើយខ្ញុំសួរយោបល់បងប្អូនមួយចង់ឲ្យបងប្អូនដាក់នៅក្រាស់ឡានបងប្អូនចូលនៅក្នុងវីដេអូក្រោយអត់បើសិនជាបងប្អូនអត់ធុញទេបងប្អូននឹងឃ្លាបដាក់ប្រហែលជា10 វិឬក៏20 វិអញ្ចឹងទៅបងប្អូនបង្ហាញអំពីជីវកម្មខ្លួនឯងអញ្ចឹងប៉ុន្តែដោយសារតែរងថ្ងៃនេះខ្ញុំអត់ដែរបានដាក់ទេអញ្ចឹងទៅបងប្អូនមានបងប្អូនខ្លះគាត់ថាខ្ញុំអត់ដឹងថាបងធ្វើឡានធ្វើអីចឹងណាប៉ុន្តែខ្ញុំជាជាងឡានបងប្អូនខ្ញុំជាជាងតនបាញ់ឆ្នាំឡានដែលនៅខាងផ្លូវពុទ្ធវង្សនៅខេត្តបាត់ដំបងតែម្ដងបងប្អូនហើយឲ្យតែពេលតនេល្ងាចឡើងចាប់ពីម៉ោង6ឬក៏ម៉ោង5ឬក៏ម៉ោង4អញ្ចឹងទៅតនេពីការងារខ្ញុំតែងតែទៅចង់ទៅសុបាយអញ្ចឹងទៅបងប្អូនហើយយើងដើរបាញ់ប្រហែលជាមួយសន្ទុះគឺយើងបានលទ្ធផលយើងគឺប៉ុណ្ណឹងបងប្អូនបកទៅប្រហែលជាបាន3 គីឡូជាងហើយខ្ញុំក៏ចាប់ដើមមកទៀតវិញហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងបងប្អូនបើសិនជាបងប្អូននិយាយទៅមានការខុសឆ្គងហើយបងប្អូននិយាយទៅមិនសមរម្យសង្ឃឹមថាបងប្អូននៅខន្តីអភ័យទោសហើយសូមទោសទៅដល់បងប្អូនដែរខ្ញុំអត់សូវបានចេញវីដេអូវែងដោយសារតែមួយរយៈនេះខ្ញុំរវល់ធ្វើឡានច្រើនអញ្ចឹងទៅខ្ញុំពេលខ្លះខ្ញុំថតតែវីដេអូខ្លីៗហើយក៏ជាអធិស្ឋានទៅដល់បងប្អូនដែរហើយសង្ឃឹមថាបងប្អូននឹងស្រឡាញ់ចូលចិត្តបងប្អូនគាំទ្របងប្អូនរហូតទៅហើយបើសិនជាបងប្អូនដែលមិនទាន់ follow កុំភ្លេច follow បងប្អូនម្នាក់មួយផងហើយការ share ឬក៏ការ like គឺជាកម្លាំងចិត្តគឺជាក្តីស្រឡាញ់របស់បងប្អូនទាំងអស់គ្នាហើយអរគុណច្រើនជួបបងប្អូនសុខសប្បាយនិងសំណាងល្អទាំងអស់គ្នាអរគុណច្រើន